សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការបដូរប្រេងម៉ាស៊ីននៅលើប្រភេទ motor បាញ់ទឹកមួយប្រភេទនេះជាធម្មតាបើសិនជារបស់យើងថ្មីគឺយើងមិនចាំបាច់ដូរប្រេងម៉ាស៊ីនទេព្រោះថាវាអត់មានការជ្រាបហើយនឹងធ្វើឲ្យខ្វះខាតនៃប្រេងម៉ាស៊ីនដោយឡែកmotor របស់ខ្ញុំនេះខ្ញុំប្រើជិត4ឆ្នាំហើយចំណែកក្បាលបូមរបស់វាក៏ខ្ញុំបានផ្លាស់ប្ដូរនឹង2ដងមកហើយប៉ុន្តែថ្ងៃមុនបានយកទៅបដូរទៅអង្គុយមើលជាងទៅឃើញរបៀបគេបដូរអញ្ចឹងជាងក៏គេប្រាប់ថាប្រេងម៉ាស៊ីននឹងគឺយើងត្រូវមើលថែតែដែរប្រេងម៉ាស៊ីនដែលខ្ញុំចាក់មកមិញហ្នឹងគឺថាប្រេងម៉ាស៊ីនវាអត់សូវមានភាពរំអិលល្អទេដោយសារតែវាមានជ្រាបទឹកចូលហើយប្រេងម៉ាស៊ីនក៏ខ្វះដែរអញ្ចឹងហើយបានជាខ្ញុំធ្វើការបដូរប្រេងម៉ាស៊ីនប៉ុន្តែ motor មួយប្រភេទនេះពេលយើងដោះដូរប្រេងម៉ាស៊ីនគឺមានភាពងាយស្រួលមែនទែនវាអត់មានពិបាកហើយក៏មិនមានសម្ភារៈឬក៏ឧបករណ៍អីដែលរញ៉េរញ៉ៃដែលមិនអាចឲ្យយើងធ្វើបានទេគឺយើងគ្រាន់តែដោះមកហើយដកយកទំនាប់វាពីខាងក្នុងនោះមកហើយជូតសម្អាតបន្ទាប់មកទៀតគឺយើងជូតសម្អាតនៅក្នុង motor អីទៅបើសិនជាវាមានកាកសំណល់កំទេចដែកអីឬក៏ទឹកដែលលាយជាមួយប្រេងម៉ាស៊ីននឹងបន្ទាប់ពីយើងមើលរួចរាល់ហើយគឺយើងអាចថែមប្រេងម៉ាស៊ីនបានទៅតាមចំណុះបរិមាណដែលយើងចង់ដាក់ជាធម្មតាគឺគេដាក់នៅខ្វះតែប្រហែលជា1 សង់ទីម៉ែត្រទៀតពេញអញ្ចឹង motor របស់ខ្ញុំនេះវាជ្រាបឃើញបងប្អូនឃើញទាំងអស់គ្នាឃើញស្នាមវាគឺមានហូរប្រេងម៉ាស៊ីនមកជាប្រចាំអញ្ចឹងដល់ពេលយើងប្រើទៅសំឡេងវាឮរៀងងើងដូចដែកនិងដែកក៏កាត់គ្នាអញ្ចឹងហើយបានខ្ញុំសាកល្បងដោះដោយខ្លួនឯងព្រោះគិតថាបើសិនជាខូចក៏លើអេបចាយប៉ុន្តែឃើញថាលើកនេះគឺដោះមកបានជោគជ័យល្អហើយថ្ងៃក្រោយទៀតបើសិនជាត្រូវបដូរក្បាលនេះក៏ប្រហែលជាមិនបានទៅរោជាងទៀតដែរព្រោះអីក្បាលនេះអាចរោទិញបាន